ហួសចិត្តចូលទៅដល់ប៉ែតក៏មិនដឹងថៃអាងថាការដាក់លូកបន្លានឹងទូកុងតឺន័រគឺដើម្បីសន្តិសុខព្រំដែននិងរក្សាសុវត្ថិភាពតែប៉ុណ្ណោះវាគឺជារឿងហួសចិត្តបំផុតដែលអ្នកនាំពាក្យកងទ័ពថៃលោកឧត្តមសេនីយ៍ឯកវិនថៃស៊ូវ៉ារីបាននិយាយថាអង្គភាពយោធាហ្វាស៊ីរបស់ខ្លួនបានអនុវត្តវិធានការសន្តិសុខព្រំដែនដោយផ្អែកទៅលើលក្ខខណ្ឌដីនិងតម្រូវការប្រតិបត្តិការដើម្បីគ្រប់គ្រងដល់ការឃ្លាំមើលនិងសុវត្ថិភាពនៅក្នុងតំបន់ដីដែលត្រូវបានតម្រូវឲ្យកងទ័ពថៃត្រូវតែដាក់ទូកុងតឺន័រឲ្យបានខ្ពស់ដែលអនុញ្ញាតឲ្យងាយស្រួលនិងមានឧត្តមភាពនៅក្នុងការអង្កេតមើលតំបន់ជុំវិញលើពីនេះការដាក់របងបន្លាលួសនឹងទូកុងតឺន័រនៅលើដីកម្ពុជាគឺដើម្បីប្រកាសថាតម្រូវការបេសកកម្មគណៈពេលដែលធានាថាការឃ្លាំមើលមិនត្រូវបានរារាំងបច្ចុប្បន្ននេះលួសបន្លានិងរបងទូកុងតឺន័រត្រូវបានយោធាហ្វាស៊ីថៃធ្វើការដាក់បង្រៀននៅតាមព្រំដែនតំបន់ជាំតែដោយមានកងទ័ពធ្វើការត្រួតពិនិត្យនិងល្បាតជាបន្តបន្ទាប់ជាមួយនឹងការបំពាក់កាមេរ៉ាឃ្លាំមើលសកម្មភាពរបស់កម្ពុជាថែមទៀតផងយ៉ាងណាបើតាមអ្នកវិភាគស្ថានភាពភូមិសាស្ត្រនយោបាយខ្មែរថៃអះអាងថាសកម្មភាពរបស់យោធាហ្វាស៊ីថៃជាចេតនាបង្កហេតុនិងសន្សំរឿងនិងចង់ឌឺដងផ្លែផ្កានិងពិសោធន៍អំពីភាពចាស់ទុំការអត់ធ្មត់របស់កម្ពុជាពិសេសកងទ័ពដែលកំពុងប្រឈមមុខនៅទល់ដែនជាមួយនឹងគ្នានោះហើយអ្វីដែលយោធាថៃកាន់តែហ៊ានកាន់តែប្រហើនបង្កសកម្មភាពមិនឈប់ឈរជារៀងរាល់ថ្ងៃព្រោះពួកគេដឹងថាខ្មែរមិនហ៊ានហាមឃាត់ឬរារាំងសកម្មភាពពួកគេឡើយដូច្នេះទើបទាហានថៃធ្វើអ្វីស្រេចតែអំពើចិត្តហើយចេតនាពិសេសមួយទៀតរបស់ថៃគឺធ្វើនយោបាយចិត្តសាស្ត្រដោយប្រើ AI បន្លំភ្នែកដើម្បីទាញចំណេញពីសកម្មភាពពួកគេឲ្យពលរដ្ឋខ្មែរពិសេសអ្នកនយោបាយខ្មែរនៅឯក្រៅប្រទេសដែលពួកគេទិញក្បាលបាននោះឲ្យជួយផ្សព្វផ្សាយបន្តនៅព័ត៌មានមិនពិតនេះនៅក្នុងចេតនាបោកបញ្ឆោតដើម្បីវាយប្រហារអំពីកំសោយរបស់ថ្នាក់ដឹកនាំកម្ពុជាលើបញ្ហានេះហើយបើមហាជនខ្មែរជឿដោយភ្លេចការពិចារណានោះនឹងធ្លាក់ចូលអន្ទាក់របស់ពួកគេយ៉ាងណាសូមបងប្អូនប្រជាពលរដ្ឋជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលនិងត្រូវតែជឿលើព័ត៌មានណាដែលមានប្រភពច្បាស់លាស់ទើបមិនមានហានិភ័យ